tại cua đã tao plei mùi na ba đó là cá lơ của vùng tràm ơi bà bôn ní stock thâm mây nhẹ sạch mà kêu đi đây bà ngày ní cứ thả bạc lan từ tình lan ní cứ chia đầm lá chập đám đôi vòng bồn bạn khơi này các bà video giống cứ bạc lan từ tình lan bà tầm ná còn mình chết đấy thì ní tầm ná cắt pi chấm cá cao su chấm cá tầm lông chấm cá chăn ti cho chấm cá cao su mây phliêng phong rèn phong cái dương thừa đầm ná từ cán cổ đại để bàn nát trong cả tình lán Ford mà cái đường nơi các bà video chẳng níคือ chia stock Ford នៅផ្ទះគាត់ស្រាប់តែម្ដងបងប្អូនឡានសំណុំស្អាតតែម្ដងជាប្រភេទឡាន Ford ពណ៌សស្លាកលេខប្រភេទឡានមកទឹកស្លាកលេខគឺជាប្រភេទឡានដែលនៅសំណុំអញ្ចឹងនេះគឺជាវីដេអូផិនភាគមកជុំជូនពុកម៉ែបងប្អូនតែខ្ញុំបានសវេបាតសវេការធ្វើតេស្តម៉ាស៊ីនបោកលេខរួចរាល់មើលចប់ត្រូវទៅក៏រៀបចំឯកសារដើម្បីទិញឡាន Ford នេះទៅចូល stock ថ្មីអញ្ចឹងដោយមួយគ្រឿងនេះអត់ប្របាក់រៀបចំអ្វីទេគឺថាផិនភាគសំណុំតែម្ដងអង្គុយចាំរៀបចំឯកសារក៏មួយគ្រឿងនេះគេអង្គុយលេងជាមួយមនុស្សដែរក៏ទៅសត្វនេះវាមានវិញ្ញាណដូចមនុស្សដែរណាអូខេអញ្ចឹងរួចរាល់ហើយយើងចេញដំណើរអូយមេឃភ្លៀងសស្រិចប៉ុន្តែចំណែកខ្ញុំនេះគឺកាត់បានFord មួយហើយបាទចូលស្តុកថ្មីនៅតាមផ្លូវរលឹមស្រិចស្រិចជីមកអែមបាទអូវ៉ាល់ត្រាក់មកអែមបាទស្តុកថ្មីបងប្អូនស្តុកថ្មីបាទចាំអត់មើលណាខ្ញុំថតរូបបង្ហាញសួស្ដីបងប្អូនចំការលើឥឡូវយើងមកដល់ចំការលើហើយបាទតិចទៀតជួបគ្នានៅអីគេចំការទុរេនបែកឡុងអូខេបងប្អូនខ្ញុំនៅលើដងផ្លូវបាទកាត់ចំការកស៊ូហើយបងប្អូនបាទគឺថាប្រហែលថ្ងៃនេះគឺរលឹមរហូតបាទរលឹមស្រិចស្រិចឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវបាទទិញបានឡាន Ford មួយគ្រឿងទៀតមកស្អាតហ្មងពុកម៉ែបងប្អូនឥឡូវចេះចុះបង្ហាញបងប្អូនមួយ review ហើយនៅតាមដងផ្លូវបាទចុចសុំផ្លូវមួយអូស្អាតបងប្អូនឡាននេះនៅជីមកអែមឡាននេះនៅជីមកអែមម៉ាស៊ីនប្រអប់លេខអីមកឆ្ងាញ់បងប្អូនអូមេឃរលឹមឡានឡើងក្រហមដល់ចកាលើកំពង់ចាមអើយបងប្អូននេះ stock Ford មួយទៀត stock ថ្មីញាក់សាច់មួយគ្រឿងទៀតហើយបាទវ៉ាល់ត្រាក់បាទវ៉ាល់ត្រាក់បាទនេះមករៀងមកជុំនិយាយវាថានៅផែនមកឆ្ងាញ់បងប្អូនឡានគេជិះថែដែរឡាននេះនៅផិនភាគមកឆ្ងាញ់ AZ បាទយ៉ានកង់អីមកអែមអញ្ចឹងឥឡូវនេះខ្ញុំ CK មាន stock Ford មួយទៀតហើយបងប្អូនអាចតាមដានបានហើយអាចមកទិញបានបាទចាំទៅដល់លាងទឹកឲ្យស្អាតនេះសើដីក្រហមកំពង់ចាមយើងហ្នឹងបាទទៅដល់អត់ប្រវាក់រៀបចំទេលាងតែទឹកដាក់លក់ត្មងបាទលាងទឹកសម្អាតដាក់លក់ត្មងបាទថ្មីមួយទៀតហើយអាសិតបាទអាសិតបើសាច់ត្រង់មកទិញឡានបានតរេនទៀតទិញឡានបានតរេនទៀតបាទមកស្អាតវ៉ាល់ត្រាក់017ឥឡូវនេះ CK មានស្តុកថ្មីមួយទៀតហើយតែមើលខាងក្នុងទាំងអស់គ្នាបាទនេះក្នុងកៅអីចុចបាទអូយមកឆ្ងាញ់បងប្អូនញ៉ាំស្មុកស្តុកថ្មីមួយគ្រឿងនេះអូយមិនសិនតិចស្រាប់ត្មងបាទអញ្ចឹងឥឡូវនេះខ្ញុំមាន stock Ford wall truck មួយទៀតហើយពីដានសាច់ឈាមស្បែកពុកកៅអីស្អាតប្រភេទ wall truck វាទំនើបជាង XLT បន្តិចបាទតែល្មមប្រើបាទមកអែមតោះទ្រុសខ្លះនេះនៅពេលចូលកន្លងវាញ័រចុចញាក់ចកោតវាឲ្យសញ្ញាដើម្បីយើងប្រុងប្រយ័ត្នចូលកន្លងគេអញ្ចឹងណាអូខេនៅក្នុង wall truck គឺវារៀងទំនើបហើយស្បែកពុកអីវារៀងទំនើបជាង XLT បន្តិចប៉ុន្តែអូខេជំរឿសរបស់ពុកម៉ែបងប្អូនចង់បានមួយណាក៏បានដែរពីព្រោះអី
ប្រភេទ pick up ដូចគ្នាទៅតាមលទ្ធភាពទៅតាមការស្រឡាញ់ឥឡូវនេះខ្ញុំ CK មាន stock មួយទៀតបើកបទៅរកគោលដៅអូខេជួបគ្នាឆាប់ៗម្ចាស់ថ្មី Ford Valtrac 017 AZ បាទដល់ផ្លូវបំបែកហើយបងប្អូនដល់ផ្លូវបំបែករំលងហើយហ្នឹងទៀមរៀបតែគួរទៅផ្លូវមួយណាបាទឥឡូវនេះបានស្តុកថ្មីមួយទៀត Ford Valtrac បាទនេះទៅបន្ទិញបានថ្មីមួយទៀតបងប្អូនញាក់សាច់បាទអូឡាននេះស្អាតលេខ AZ អញ្ចឹងមើលពីជំហៀងត្រួសទៅបងប្អូនបើសិនជាចាប់អារម្មណ៍អាចតាក់ទងខ្ញុំបានស្តុកថ្មីបាទឥឡូវនោះផ្លូវទៅអីគេសៀមរាបហើយនឹងរំលងអញ្ចឹងតែគួរទៅផ្លូវមួយណាបាទនិយាយលេងទេបាទ Let's go ជួបគ្នានៅឃ្លាំង CK Auto ឆេងខូន Auto ខេត្តកំពង់ធំបាទវ៉ាវបាទវ៉ាវអត់មើលពីមុខតិចនេះវ៉ាស្រ័កបងប្អូននេះសាច់ឈាមហើយនេះខាងក្នុងអីចុចនេះស្រោមពុក Valtrac អូខេស្តុកថ្មីបាទអញ្ចឹងបានគេថាជីវិតគឺជាការធ្វើដំណើរយើងត្រូវតែធ្វើដំណើរជារៀងរាល់ថ្ងៃមិនចេះចប់មិនចេះហើយត្រូវផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៅប្រកបកិច្ចការងារ OC ទៅជួបអ្នកនេះទៅជួបអ្នកនោះទៅខេត្តនេះទៅខេត្តនោះទៅប្រទេសនេះទៅប្រទេសនោះបាទអញ្ចឹងធ្វើដំណើរជានិច្ចដើម្បីស្វែងរកប្រកបរបរចិញ្ចឹមជីវិតរកលុយបាទអញ្ចឹងបន្តិចទៀតយើងទៅជួបគ្នានៅឃ្លាំង CK Auto ឈេងខូន Auto ខេត្តកំពង់ធំខ្ញុំនឹង review បង្ហាញអំពីឡាន Ford មួយគ្រឿងនេះបើសិនជាបងប្អូនត្រូវការទិញអាចបន្តតាមដានទស្សនាដល់ចប់ឃើញពិនភាគឡានមួយនេះបងប្អូនជមើលឡានចិត្តអស់តាំងប៉ុន្តែចង់និយាយនេះនៅកន្លែងចិត្តកុងទ័រតាំងហ្នឹងនៅពេលដែលយើងជិះទៅវាមានរ៉ាដាវាហើយឧទាហរណ៍ថាយើងទៅចិត្តឡានឬក៏ម៉ូតូនៅពីមុខវានឹងឲ្យសញ្ញាគេនៅពេលដែលមានម៉ូតូឡានគៀកនៅពីមុខវាឲ្យសញ្ញាអញ្ចឹងជាមួយខ្ញុំដកឃ្លាមកឲ្យឆ្ងាយពីម៉ូតូតិចគឺវាបាត់ឡានពីមុខហើយអញ្ចឹងឡូយអែមសម្រាប់ Valtrac yes ដល់គោលដៅហើយបងប្អូនដល់កំពង់ធំហើយជំរាបសួរបងប្អូនឥឡូវនេះFord Valtrac មកដល់គោលដៅហើយបាទនេះផ្នែកពីមុខបងប្អូនមានមួយគ្រឿងចូលក្នុងស្តុកថ្មីហើយប្រភេទឆ្នាំ07ពណ៌សនៅមួយសនំមកមើលរូបរាងមកជុំសម្រាប់មួយគ្រឿងនេះគឺយកមកអត់ពិបាករៀបចំអីទេនៅមួយសនំអញ្ចឹងតែម្ដងពុកម៉ែបងប្អូនបាទនេះហើយយ៉ាន់កង់កាតសនំរបស់ Ford គឺមកឆ្ងាញ់ឥឡូវនេះសូមផ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនថា Ford កំពុងតែពេញនិយមប្រើប្រាស់មែនទែនហើយខ្ញុំនេះកំពុងតែមានក្នុងស្តុកថ្មីមួយទៀតមួយសនំបាទផ្លាកលេខវែងស្រាប់ផ្លាកលេខ AZ 2 AZ Ford បាទ2 AZ Ford អ្វីដែលពិសេសហ្នឹងគឺវាមានរ៉ាដាចាប់នៅលើដែនដងផ្លូវនៅពេលយើងបើកបរអញ្ចឹងឆ្នាំ017វាមិនទាន់ option ខ្ពស់ណាស់ទេប៉ុន្តែគឺសមរម្យប្រើបាទបទពិសោធន៍ជាក់ស្ដែងគឺវាអត់ស៊ីសាំងអត់ស៊ីប្រេងមកសុទ្ធអីទេស៊ីសមរម្យហើយអ្វីដែលពិសេសគឺយើងបាន Ford Valtrac ឥឡូវនេះសូមផ្សាយជូនពុកម៉ែបងប្អូនដែលជា fan របស់ Ford អ្នកដែលត្រូវការ Ford គឺឥឡូវនេះមកគ្រឿងនេះចូល stock គឺ the best តែម្ដងហើយបងប្អូនក៏ធូរផ្នែកខាងក្នុងនេះក៏ស្អាតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការកុំភ្លេចណាតាក់ទងមកខ្ញុំតាមរយៈវីដេអូមួយនេះបាទវីដេអូខ្លីៗជំរាបលា